តែអ្នកដឹងទេ supermarket ជាច្រើនមិនបាត់បង់ការលក់ដោយសារតែផលិតផលមិនល្អនោះទេប៉ុន្តែដោយសារតែយុទ្ធសាស្ត្រលក់មិនត្រឹមត្រូវថ្ងៃនេះពី Channel កំណត់នឹងផ្ដល់យោបល់ពីវិធីបង្កើនការលក់ក្នុង supermarket ទាំងអស់គ្នាខ្ញុំបាទមិនមែនជាអ្នកជំនាញឯខ្លាំងណាស់ទេគ្រាន់តែយើងមានបទពិសោធន៍ experience មួយចំនួនហើយយើងបានសិក្សាស្រាវជ្រាវពី website ក៏ដូចជាមានការសភៅដែលគេមានវិធីសាស្ត្របង្កើនការលក់ចឹងថ្ងៃនេះយើងនឹងផ្ដល់យោបល់ទាំងអស់គ្នានៅសហរដ្ឋអាមេរិកតម្លៃទីផ្សារ supermarket នឹងមានទំហំរាប់ពាន់លានដុល្លារការប្រកួតប្រជែងកាន់តែខ្លាំងឡើងជារៀងរាល់ឆ្នាំដូច្នេះការមានផលិតផលល្អតែមួយមុខមិនគ្រប់គ្រាន់ទេដើម្បីឲ្យហាងរបស់អ្នករីកចម្រើនអ្នកត្រូវតែមានយុទ្ធសាស្ត្រលក់ដើម្បីឲ្យមានប្រសិទ្ធភាពនឹងរៀបចំផែនការលក់អ្នកត្រូវស្គាល់អតិថិជនរបស់អ្នកឲ្យបានច្បាស់ជាមុនសិនស្វែងយល់ថាអតិថិជនរបស់អ្នកជានរណាមានអាយុប៉ុន្មានមានទម្លាប់ទិញបែបណាហើយពួកគេចង់បានអ្វីនៅពេលដែលអ្នកយល់ពីអតិថិជនអ្នកបានច្បាស់អ្នកអាចនឹងបង្កើតយុទ្ធសាស្ត្រលក់ដែលត្រឹមត្រូវនិងប្រសិទ្ធភាពជាងមុនពាក្យមួយឃ្លាដែលខ្ញុំតែងតែឮគេនិយាយណាគេថាអាជីវកម្មជោគជ័យគឺផ្ដោតទៅលើអតិថិជនជាស្នូលខ្ញុំក៏ agree ទៅលើពាក្យនឹងដូចគ្នាដែរដូច្នេះស្វែងរកបញ្ហាដែលអតិថិជនកំពុងជួបប្រទះហើយផ្ដល់ដំណោះស្រាយឲ្យពួកគេតិចមិនមែនខ្ញុំនិយាយចឹងហើយយើងគិតថាវាស្រួលយើងគិតថាយើងនឹងអាចធ្វើបានលឿនហ្នឹងគឺមិនអ្វីដែលយើងគិតគឺវាមិនងាយស្រួលដូចអ្វីដែលយើងចាប់ផ្ដើមធ្វើវាជាមួយនឹងការចាប់ផ្ដើមនោះទេការងារនេះមិនមែនធ្វើតែម្ដងហើយចប់ទេប៉ុន្តែត្រូវធ្វើជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការអតិថិជនឲ្យទាន់ពេលវេលាដែលគេអាចនិយាយថា good service good product ផ្សេង good service ផ្សេងយើងមានតំណែងល្អហើយប៉ុន្តែសេវាកម្មយើងអត់ល្អហើយជាមិនអាចហើយនៅក្នុងវីដេអូមួយនេះយើងនឹងរៀនពី15យុទ្ធសាស្ត្រសំខាន់ៗដែលអាចជួយបង្កើនការលក់នៅក្នុង supermarket យើងបាននឹងជួបគ្នានៅវគ្គបន្តជាចំណុចទី1ដែលមានន័យថាបង្កើនបទពិសោធន៍ល្អនៅក្នុងហាង in store visuals ជួបគ្នាវីដេអូក្រោយបាយបាយ